ជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូដែលខ្ញុំបានចូលរួមកម្មវិធីចូលឆ្នាំខ្មែរនៅក្នុងទីក្រុង Dallas រដ្ឋ Texas សហរដ្ឋអាមេរិកបាទនិយាយពីវត្តមួយកន្លែងនេះគឺទីធ្លាធំខ្លាំងមែនទែនបងប្អូនសូម្បីតែកន្លែងចតឡានក៏ធំទូលាយដែរហើយអ្វីដែលសំខាន់មានបងប្អូនខ្មែរយើងនិងជនជាតិបរទេសជាច្រើនដែលគាត់មកចូលរួមនៅក្នុងកម្មវិធីនេះដូចគ្នាដែរជាទូទៅកម្មវិធីចូលឆ្នាំខ្មែរគឺគេប្រារព្ធពីពាក់កណ្ដាលខែ4រហូតដល់ចុងខែ4ហើយជាធម្មតានៅថ្ងៃចុងសប្តាហ៍ថ្ងៃសៅរ៍និងថ្ងៃអាទិត្យទៅតាមតំបន់និងតាមរដ្ឋផ្សេងគ្នាវត្តមួយកន្លែងនេះមានបងប្អូនជាច្រើនដែលគាត់លក់ដូរមានម្ហូបខ្មែរទឹកអំពៅនំអន្សមឲ្យតែឮថាម្ហូបខ្មែរសុខចិត្តជិះពីចម្ងាយបងប្អូនបាទនិយាយទៅខ្ញុំជិះពីផ្ទះរហូតមកដល់វត្តចំណាយពេលប្រហែលជាខ្ទង់1ម៉ោងជាងបងប្អូនឥឡូវដល់វគ្គឃើញស្វាយបុកល្ហុងគឺសុំកំងមុនគេតែម្ដងសំខាន់កំងអ្នកលក់សុំជូរប្រៃផ្អែមហឹរតិចអ្នកលក់ថាអូយកុំបារម្ភអូនកំងបានហើយគាត់បុករួចរាល់ហើយហ្នឹងគឺគាត់ឲ្យយើងភ្លក្សសាសិនបើសិនជាត្រូវរសជាតិគឺគាត់អាចរៀបចំដាក់យើងបានចំណែកកូនស្រីខ្ញុំវិញគឺគាត់កំងនំគ្រក់ជប៉ុនសំខាន់នោះគឺអ្នកលក់ស្អាតហើយរសជាតិនំគ្រក់ជប៉ុនគាត់ហ្នឹងគឺឆ្ងាញ់ខ្ញុំឲ្យមេដៃមួយបងប្អូនឃើញសរសៃមុខលើហ្នឹងគឺជាសរសៃមឹកស្ដើងដូចគេឈូសអញ្ចឹងបងប្អូនហើយបន្តមកទៀតខ្ញុំខ្ចប់បាយឆាជាមួយនឹងសាច់គោអាំងបាយឆាយើងមួយកញ្ចប់$10ហើយសាច់គោអាំងមក3ចង្កាក់$10ឥឡូវនេះគឺយើងមានស្វាយមួយកំប៉ុងទៀតស្វាយមួយកំប៉ុង$5ហើយឥឡូវយើងដល់វគ្គរកកន្លែងបងប្អូនសម្រាប់កន្លែងដែលយើងត្រូវអង្គុយញ៉ាំហ្នឹងគឺមានច្រើនបងប្អូនឥឡូវនេះខ្ញុំមកឃើញហើយ